សួស្តីអ្នកនរគ្នាថ្ងៃនេះគឺខ្ញុំបានអ្នកនរគ្នាអំពីរបៀបឆែកមើលលេខអញ្ចឹងយើងអាចឆែកមើលបានបើយើងចង់ដឹងថាលេខយើងលេខប៉ុន្មានអញ្ចឹងតែពេលខ្លះយើងភ្លេចអីចឹងណាអញ្ចឹងអ្នកនរគ្នាអាចវាយពាក្យផ្កាយ1202ធុងជោគអញ្ចឹងរបៀបឆែកលេខនេះគឺអ្នកនរគ្នាអាចឆែកគ្រប់ប្រព័ន្ធមិនថា Smart SIM card ឬក៏ smartphone ទេហើយអ្នកនរគ្នាក៏អាចឆែកមើលថា SIM របស់អ្នកនរគ្នាបានភ្ជាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណហើយឬនៅអញ្ចឹងយើងក៏ចុចចូលមកហើយយើងនឹងឃើញថាយើងប្រើលេខក្បាលម៉ានដូចខ្ញុំប្រើក្បាល96ហើយឈ្មោះនេះគឺជាឈ្មោះអត្តសញ្ញាណប័ណ្ណហើយលេខអត្តសញ្ញាណប័ណ្ណហ្នឹងគឺជាលេខដែលនៅលើកាតអត្តសញ្ញាណប័ណ្ណហ្នឹងអញ្ចឹងអ្នកនរគ្នាអាចឆែកមើលទៅថា SIM របស់អ្នកនរគ្នាគឺបានភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណអត់ភ្ជាប់ពេលខ្លះភ្ជាប់ដែរប៉ុន្តែវាមិនជាអត្តសញ្ញាណប័ណ្ណរបស់យើងណាអញ្ចឹងអ្នកនរគ្នាអាចនឹងទៅក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទដែលអ្នកនរគ្នាប្រើហ្នឹងហើយទៅសុំឲ្យគេបដូរឲ្យត្រូវនៅអត្តសញ្ញាណប័ណ្ណរបស់យើងមកអញ្ចឹងណាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាបើចូលចិត្តកុំភ្លេចជួយចុច like comment subscribe ឲ្យផងហើយបើមានកន្លែងណាខុសឆ្គងក៏សូមអ្នកនរគ្នាអធិស្ឋានផងជម្រាបលាយើងនឹងជួបគ្នានៅវីដេអូក្រោយ